ចូលរៀបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំមានដំណឹងល្អមួយមកចែករំលែកគឺតាក់ទងទៅនឹងអាហារូបករណ៍រយៈពេល5ឆ្នាំទៅប្រទេសសិង្ហបុរីសម្រាប់សិស្សកម្ពុជា2រូបដែលគាត់មានអាយុចន្លោះថ្ងៃទី1ខែកញ្ញាឆ្នាំ2011រហូតដល់ថ្ងៃទី31ខែសីហាឆ្នាំ2013អញ្ចឹងបងប្អូនដែលគាត់នៅក្នុងអនុវិទ្យាល័យឬក៏ដើមវិទ្យាល័យអីដែលគាត់មានថ្ងៃកណ្ដាលចន្លោះប៉ុណ្ណឹងអាចដាក់ពាក្យសម្រាប់អាហារូបករណ៍នេះបានអញ្ចឹងណាហើយថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យហ្នឹងគឺថ្ងៃទី11ខែមករាឆ្នាំ2026អញ្ចឹងកុំភ្លេចរស់រាន់ដាក់ពាក្យឡើងបើសិនជាអាចដាក់បានដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងអាហារូបករណ៍នេះគឺរយៈពេល5ឆ្នាំទៅប្រទេសសិង្ហបុរីអញ្ចឹងមានន័យថានៅពេលដែលបងប្អូនគាត់បានអាហារូបករណ៍ហ្នឹងគឺគាត់នឹងទៅរៀននៅសិង្ហបុរីចាប់ដើមពីថ្នាក់ទី8រហូតដល់ថ្នាក់ទី12ហើយការរៀនសូត្រការហូបចុកអីផ្សេងៗហ្នឹងគឺគេចេញលុយឲ្យទាំងអស់អញ្ចឹងវាគឺជាឱកាសមួយដ៏ល្អខ្លាំងមែនតើអញ្ចឹងឯងបានសូម្បីតែខ្ញុំនិយាយទៅនឹងអាហារូបករណ៍នេះលើក៏មានអារម្មណ៍មួយថាក្តុកក្តួលសម្រាប់បេក្ខជនឬក៏សិស្សមួយចំនួនដែលគាត់អាចដាក់ពាក្យបានអញ្ចឹងណាពីព្រោះថាវាជាឱកាសល្អមែនតើហើយនឹងឲ្យខ្ញុំដឹងថាឥឡូវនៅក្នុងប្រទេសយើងកំពុងតែជួបប្រទះនៅវិបត្តិធ្ងន់ធ្ងរនៅតាមព្រំដែននឹងឲ្យសម្រាប់សិស្សមួយចំនួនដែលគាត់អាចធ្វើការដាក់ពាក្យបានខ្ញុំពិតជាជួយជំរុញមែនតើហើយដើម្បីទទួលយកព័ត៌មានបន្ថែមទៅនឹងអាហារូបករណ៍ហ្នឹងកុំភ្លេចចូលទៅក្នុង Facebook page របស់ UWC Cambodia ដើម្បីអានព័ត៌មានបន្ថែមទៅនឹងសាលា UWC ហ្នឹងហើយតទៅនឹងអាហារូបករណ៍5ឆ្នាំហ្នឹងថាមិនខ្លះហើយបន្ទាប់មកគេមាន link នៅក្នុង post របស់គេដើម្បីយើងអាចចុចទៅយើងចូល application form របស់គេហើយយើង apply តាមនឹងបានអញ្ចឹងណាហើយនឹងហើយដោយសារតែឥឡូវព័ត៌មានផ្សេងគឺគេចែករំលែកតាមបណ្ដាញសង្គមតាមអនឡាញអីផ្សេងហ្នឹងខ្ញុំគាត់អាចចង់ជួយដាស់តឿនទស្សនិកជនបន្តិចឲ្យគាត់រៀនមើលរៀនអានរៀនពិភាក្សាឲ្យបានច្បាស់លាស់មុននឹងយើងធ្វើអីមួយអញ្ចឹងណាខ្ញុំដឹងថាមាន scam មានការបោកប្រាស់ច្រើនដែលសម្បូរឥឡូវនៅតាមអនឡាញហើយនឹងបណ្ដាញសង្គមមួយចំនួនណាសម្រាប់អាហារូបករណ៍របស់ UWC នេះហ្នឹងគឺអត់អីទេដោយសារតែខ្ញុំធ្លាប់ទៅសាលាហ្នឹងខ្លួនឯងហើយអ្នកដែលគាត់រ៉ាន់ Facebook page របស់ UWC Cambodia ហ្នឹងគឺអ្នកដែលគាត់ធ្លាប់ទៅរៀនសាលា UWC ហ្នឹងប៉ុន្តែសម្រាប់ព័ត៌មានផ្សេងទៀតនៅក្នុងបណ្ដាញសង្គមឬក៏តាម online platform មួយចំនួនហ្នឹងខ្ញុំគាត់អាចជួយរំលឹកឲ្យព្រៀងប្រយ័ត្នបន្តិចយើងរៀនទម្លាប់អានទម្លាប់វិភាគទម្លាប់គិតឲ្យបានច្រើនមុននឹងយើងជឿជាក់លើព័ត៌មានអស់ហ្នឹងហើយគាត់អាចចង់ជួយដាស់តឿនប៉ុណ្្នឹងឯងហើយឥឡូវខ្ញុំចែករំលែកនៅរូបភាពមួយចំនួននេះគឺការដែលខ្ញុំនៅរៀនសាលា UWC ដើម្បីជួយលើកទឹកចិត្តឲ្យបងប្អូនគាត់ចង់ដាក់ពាក្យគាត់ចង់សាក់លបងទៅរៀនរស់នៅក្រៅប្រទេសហើយនៅពេលដែលខ្ញុំមើល description របស់អាហារូបករណ៍នេះខ្ញុំឃើញថា successful candidates គាត់នឹងទៅ UWC Dover campus ហើយការខ្ញុំបានអាហារូបករណ៍ UWC ខ្ញុំអត់បានអាហារូបករណ៍5ឆ្នាំណាកាលខ្ញុំទៅខ្ញុំបានអាហារូបករណ៍2ឆ្នាំកាលនោះខ្ញុំរស់នៅ Dover campus នឹងឯងរយៈពេល2ឆ្នាំហើយហ្នឹងហើយគឺជាបទពិសោធន៍មួយដ៏ល្អមែនតើនៅក្នុងជីវិតរបស់ខ្ញុំហើយណែគាត់ចង់ជួយជំរុញបងប្អូនឲ្យគាត់ដាក់ពាក្យអញ្ចឹងណាហើយសម្រាប់អ្នកដែលគាត់មើលវីដេអូនេះបើសិនជាមានបងប្អូនកូនក្មួយឬក៏ខ្លួនឯងផ្ទាល់តែជាសិស្សដែលកំពុងតែមើលបើសិនជាអាចជំរុញឲ្យក្មេងៗដាក់ពាក្យបានគឺសូមជួយជំរុញគាត់ផងពីព្រោះថាវាជាបទពិសោធន៍មួយដ៏ល្អមែនតើហើយកុំភ្លេចជួយចែករំលែកវីដេអូនេះផងព្រោះខ្ញុំចង់ឲ្យអ្នកដែលគាត់អត់ដែលធ្លាប់ឮសោះដឹងសោះពីអាហារូបករណ៍របស់ UWC នេះឲ្យយ៉ាងហោចណាស់គាត់បានដឹងបានឮស្គាល់អីចឹងទៅគឺលោកក្មេងៗសិស្សដែលគាត់នៅតំបន់ឬក៏ទីតាំងមួយចំនួនដែលធ្លាប់ឮធ្លាប់ដឹងពីអាហារូបករណ៍របស់ UWC នេះឲ្យគាត់អាចដាក់ពាក្យបានអញ្ចឹងណាពីព្រោះថាខ្ញុំគិតថាមានក្មេងៗមួយចំនួនដែលគាត់មានសមត្ថភាពដែលគាត់ស័ក្តិសមទៅនឹងអាហារូបករណ៍ UWC នេះដែលខ្ញុំគិតថាប្រហែលជាគាត់ហ្នឹងហើយអាចដាក់ពាក្យបានអាចទទួលយកអាហារូបករណ៍នេះបានតែគាត់ថាគាត់អត់ដែលស្គាល់ពីអាហារូបករណ៍នេះអញ្ចឹងណាអញ្ចឹងកុំភ្លេចជួយចែករំលែកគ្នាផងហើយនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏ចង់ជួយផ្ញើក្តីស្រឡាញ់ក៏ដូចជាការបួងសួងទៅដល់ប្រជាជនខ្មែរយើងនៅតាមព្រំដែនហើយសង្ឃឹមថាស្ថានភាពនៅប្រទេសយើងនឹងបានប្រសើរឆាប់ៗនេះអញ្ចឹងអូខេខ្ញុំមានតែប៉ុណ្្នឹងឯងក្នុងវីដេអូនេះជួបគ្នាក្នុងវីដេអូក្រោយជម្រាបលា